សួស្តីបងប្អូនប្រិយមិត្តនិងកូនខ្មែរនៅទូទាំងពិភពលោកជាទីគោរពថ្ងៃទី26ធ្នូ2025នេះនឹងត្រូវចារក្នុងប្រវត្តិសាស្ត្រថាជាថ្ងៃបង្ហូរឈាមនិងថ្ងៃនៃកម្ពុជាខណៈដែលពិភពលោកកំពុងសម្លឹងមើលកិច្ចប្រជុំ GBC នៅប៉ៃលិននៅឯសមរភូមិបន្ទាយមានជ័យសៀមបានធ្វើរឿងដ៏កម្របំផុតដោយប្រើប្រាស់កម្លាំងអាកាសនិងកាំភ្លើងធំបាញ់ស្រោចមកលើភូមិឋានបងប្អូនខ្មែរយើងធ្លាក់មកដោយគ្រាប់ភ្លៀងប៉ុន្តែបងប្អូនអើយទឹកដីភាគខាងលិចនេះមានម្ចាស់ការពារដ៏ស័ក្តិសិទ្ធិបំផុតគឺលោកតាដំបងក្រញូងសៀមដុតផ្ទះខ្មែរម៉ោង6:08នាទីបារមីលោកតាបាំងទៅដុតស្រុកសៀមវិញនៅម៉ោង6:10នាទីភ្លើងឆេះទីក្រុងសេដ្ឋកិច្ចភ្លើងឆេះកណ្ដាលបាងកកនិងរន្ធត់បំផុតគឺភ្លើងឆេះវត្តអារាមសៀមថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅជីកកាយនៅរាល់ព័ត៌មានលម្អិតតាំងពីព្រឹកទល់ថ្ងៃត្រង់ទាំងនៅសមរភូមិទាំងនៅស្រុកសៀមនិងទាំងវិបត្តិអ្នកនយោបាយសៀមដែលកំពុងហែកហួរគ្នាយើងចាប់ផ្ដើមពីចំណុចដែលឈឺចាប់បំផុតពេញមួយព្រឹកថ្ងៃទី26ធ្នូនេះយោធាថៃបានប្រែក្លាយស្រុកអូជ្រៅឲ្យទៅជាគំនរផែកផង់ដំបូងឡើយយើងទទួលបានរបាយការណ៍ថា F16 ទម្លាក់40គ្រាប់ប៉ុន្តែព័ត៌មានចុងក្រោយបញ្ជាក់ថាចំនួនបានកើនដល់ជិត60គ្រាប់បងប្អូនសាកស្រមៃមើលគ្រាប់បែកមួយគ្រាប់អាចកំទេចផ្ទែកមួយខ្នងចុះ60គ្រាប់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទប្រហែលជាមិនសល់អ្វីទេក្រៅពីផេះនិងរណ្ដៅគ្រាប់អ្វីដែលសាហាវគឺសៀមប្រើ drone ដើម្បីចង្អុលគោលដៅនិងប្រើ F16 ដើម្បីទម្លាក់គ្រាប់ពួកគេមិនហ៊ានចូលតាមដីព្រោះខ្លាចវីរៈកងទ័ពអាម៉ាទើបសុកចិត្តធ្វើជាឃាតករលើអាកាសនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្ដែងសៀមមិនអាចប្រកែកបានទេថាខ្លួនការពារខ្លួនព្រោះការទម្លាក់គ្រាប់បែក60គ្រាប់គឺជាការប៉នប៉ងលុបបំបាត់ភូមិសាស្ត្រខ្មែរមិនត្រឹមតែពីលើមេទេនៅលើដីក៏ថៃបាញ់មិនដកដៃដែរក្រសួងការពារជាតិបានបញ្ជាក់យ៉ាងលម្អិតអំពីការបាញ់ប្លង់ចូលក្រុងប៉ោយប៉ែតម៉ោង08:15នាទីសៀមបាញ់3គ្រាប់ចូលសង្កាត់និមិត្តម៉ោង08:36នាទីបាញ់ថែម2គ្រាប់ទៀតចូលសង្កាត់និមិត្តដដែលម៉ោង7:45ដល់ម៉ោង9:03នាទីបាញ់សរុប17គ្រាប់ចូលភូមិសាស្ត្រប៉ោយប៉ែតក្នុងនោះ10គ្រាប់ចូលរង្វង់មូលស្ទឹងបត់5គ្រាប់ចូលអណ្ដូងថ្មមាស2គ្រាប់ចូលទួលពងរម៉ោង9:46នាទីបាញ់ថែម2គ្រាប់ទៀតចូលស្ទឹងបត់សង្កាត់ផ្សារកណ្ដាលម៉ោង9:59នាទីដល់ម៉ោង10:53នាទីបាញ់ថែម6គ្រាប់ទៀតចូលស្ទឹងបត់រង្វង់មូលស្ទឹងបត់និងផ្លូវ58នេះគឺជាសរសៃឈាមសេដ្ឋកិច្ចសៀមបាញ់10គ្រាប់នៅទីនេះគឺដើម្បីកាត់ផ្ដាច់ផ្លូវដឹកជញ្ជូននិងធ្វើឲ្យប្រជាជនយើងដែលកំពុងដើរដំណើររងរបួសសង្កាត់និមិត្តជាតាំងដងលំនៅឋានថៃបាញ់ចូលទីនេះគឺដើម្បីសម្លាប់បងប្អូនខ្មែរយើងដែលនៅឆ្ងាយពីព្រំដែនផ្លូវជាតិ5និងផ្លូវ58ត្រូវបានបិទទាំងស្រុងប៉ោយប៉ែតកំពុងហូរឈាមទោះបីជាសៀមវាយខ្លាំងយ៉ាងណាក៏វីរៈកងទ័ពខ្មែរមិនអន់ដែរនៅទិសឧដានមានជ័យកងទ័ពយើងបានបង្កើតស្នាដៃដ៏ត្រោះច្រាំងរាយការណ៍ពីវិទ្យុតាក់ទងសៀមបានឲ្យដឹងថារដ្ឋគ្រោះសៀមត្រូវគ្របរ៉ូកែតរបស់ខ្មែរឆេះយ៉ាងសន្ធោសន្ធៅសំឡេងផ្ទុះលាន់លឺរាប់គីឡូម៉ែត្រទីហ៊ានសៀមឈ្មោះចាស៊ីបអេកតូនិងអនុសេនីយ៍បៀងបានស្រែកហៅជំនួយនិងផ្ដល់កម្លាំងចិត្តឲ្យគ្នាទាំងសំឡេងញ័រនេះបង្ហាញថាឲ្យតែហ៊ានចូលតាមដីគឺคล้ายជាវាវជី F16 អាចហក់បានតែរថក្រោះសៀមមិនអាចឆ្លងកាត់កំពាំងដែករបស់កូនខ្មែរបានទេឥឡូវនេះយើងចូលដល់ផ្នែកដែលអស្ចារ្យបំផុតគឺកម្ពុជាលោកតាដំបងក្រញូងមិននៅស្ងៀមទេនៅពេលដែលសៀមហ៊ានយក F16 មកទម្លាក់គ្រាប់បែកលើកូនចៅរបស់លោកក៏បានសម្ដែងឫទ្ធិកាច់ពួកសៀមវិញភ្លាមត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនៅវេលាម៉ោង6:08នាទីព្រឹកយន្តហោះ F16 របស់សៀមបានចាប់ផ្ដើមទម្លាក់គ្រាប់បែកពីលើមេឃដើម្បីដួចកំទេចផ្ទះសម្បែងរាខ្មែរនៅភូមិជោគជ័យពួកគេសើចសប្បាយដែលបានឃើញផ្ទះខ្មែរឆេះប៉ុន្តែត្រឹមតែ2នាទីក្រោយមកគឺនៅម៉ោង6:10នាទីកម្ពុជាបានហោះឆ្លងដែនលឿនជាងគ្រាប់កំភ្លើងទៅទៀតនៅឯខេត្តឈុនបុរីដែលជាខេត្តសេដ្ឋកិច្ចនិងឧស្សាហកម្មដ៏ធំរបស់សៀមស្រាប់តែមានអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មកម្ពស់3ជាន់យ៉ាងសន្ធោសន្ធៅអ្វីដែលចម្លែកនោះគឺភ្លើងមិនមែនឆេះពីក្រោមឡើងលើទេគឺឆេះសន្ធោចេញពីដំបូលចុះមកក្រោមហាក់ដូចជាមាននរណាយកដុំភ្លើងទៅទម្លាក់ពីលើមេឃដោយដែលសៀមទម្លាក់គ្រាប់បែកដាក់យើងដែរផ្សែងខ្មៅហុយពេញផ្ទៃមេឃស្រុកសៀមធ្វើឲ្យប្រជាជននៅតំបន់នោះរត់ជាន់គ្នាពន្លត់មិនឈ្នះសៀមដុតផ្ទះខ្មែរមួយខ្នងនៅព្រំដែនទេវតាដុតអគារសេដ្ឋកិច្ចសៀមវិញឲ្យខាតបង់រាប់លានបាតនេះហើយជាពាក្យថាកម្ពុជាមិនចាំជាតិក្រោយគឺសងវិញភ្លាមទាន់ចិត្តតែម្ដង
មិនអស់ចិត្តទេបងប្អូនកម្ពុជាបានតាមទៅបោកបេះដូងរបស់សៀមគឺទីក្រុងបាងកកនៅវេលាម៉ោង 9:37 នាទីព្រឹកសូមបងប្អូនចំណាំម៉ោងនេះឲ្យច្បាស់វាជាម៉ោងដែលកំភ្លើងធំសៀមកំពុងបាញ់ផ្លោងចូលរង្វង់មូលស្ទឹងបត់និងផ្លូវជាតិលេខ 5ដើម្បីកាត់ផ្តាច់ផ្លូវសេដ្ឋកិច្ចរបស់ខ្មែរយើងភ្លាមនោះអ្វីដែលកាត់ឡើងនៅបាងកកស្រាប់តែមានរថយន្តមួយគ្រឿងបាំងឆែកយ៉ាងសន្ធោសន្ធៅនៅក្រោមផ្លូវលឿនលឿនត្រង់ចំណុចច្រកទ្វារទឹកប្រទូណាមខណ្ឌរាជទេវីដែលជាចំណុចកណ្ដាលក្រុងបំផុតនិងកកស្ទាក់បំផុតភ្លើងឆេះនៅក្រោមស្ពានផ្លូវលឿនលឿនគឺជាគ្រោះថ្នាក់ដ៏ធំបំផុតព្រោះកម្ដៅភ្លើងអាចធ្វើឲ្យរចនាសម្ព័ន្ធស្ពានរលាយនិងបាក់ស្រុតបានសៀមចង់កាត់ផ្តាច់ផ្លូវជាតិលេខ 5របស់ខ្មែរឥឡូវនេះផ្លូវលឿនលឿនរបស់ខ្លួនឯងកំពុងមានបញ្ហាលោកអនុទីនអើយលោកចង់ដុតស្រុកគេឥឡូវភ្លើងកំពុងរុំជុំវិញខ្លួនលោកហើយភ្លើងឆេះកណ្ដាលក្រុងបែបនេះគឺជាសញ្ញានៃភាពវឹកវរនិងការដួលរលំនៃអំណាចហើយនេះគឺជាចំណុចកំពូលដែលធ្វើឲ្យឃ្លាមព្រឺសម្បូរជាងគេគឺភ្លើងឆេះវត្តនៅវេលាម៉ោង 11 ព្រឹកម៉ោងដែលព្រះសង្ឃកំពុងឆាន់ត្រង់ស្រាប់តែមានអគ្គិភ័យមួយបានកើតឡើងនៅក្នុងវត្តមហាធាតុវរវិហារនៅខេត្តពេជ្របុរីភ្លើងបានឆាបឆេះគុតសាមណេរពីឈើបុរាណនៅជាន់ទី2ក្នុងមួយប៉ព្រិចភ្នែកគុតចំនួន4បន្ទប់ត្រូវបានភ្លើងលេបប្របាក់ខ្ទេចខ្ទីសាមណេរតូច5អង្គភ័យស្លន់ស្លោរត់ចែកជើងគ្នាគេចចេញពីអណ្ដាតភ្លើងដោយគ្មានសល់អ្វីជាប់ខ្លួនក្រៅពីស្បង់ជីវរប៉ុន្តែសម្រាប់យើងដែលមានជំនឿនិងសម្រាប់ចាស់ទុំបុរាណនេះមិនមែនជារឿងចៃដន្យទេបុរាណថាភ្លើងឆេះវត្តគឺចង្រៃដល់នគរវត្តមហាធាតុជាវត្តអារាមហ្លួងការដែលភ្លើងឆេះនៅទីនេះបង្ហាញថាទេវតាលែងថែរក្សាសៀមហើយមកពីសៀមហ៊ានប្រមាថរូបសំណាកព្រះវិស្ណុនៅច្រកអានសេះនិងហ៊ានបាញ់ក្របផ្លោងចូលវត្តអារាមខ្មែរទើបថ្ងៃនេះព្រះអគ្គីដុតរំលាយវត្តសៀមវិញដើម្បីជាការប្រមានបងប្អូនឃើញទេត្រឹមតែមួយព្រឹកសៀមជួបគ្រោះធំផ្ទួននេះគឺជាបារមីរបស់លោកតាដំបងក្រញូងនិងដួងព្រលឹងបុព្វបុរសខ្មែរដែលតាមកាច់ពួកឆ្លៀនវៀនសៀមអាចមាន F16 តែសៀមគ្មានសច្ចធម៌និងគ្មានការគ្រប់គ្រងពីទេវតាដូចខ្មែរយើងទេបើអនុទីននៅតែបន្តវិនាសកម្មក្រោយនឹងធំជាងនេះទៅទៀតងាកចេញពីភ្លើងឆេះវត្តមកមើលភ្លើងឆេះកៅអីរបស់លោកអនុទីនវិញម្ដងលោកកាន់វីសើបសែងមេបកភុនឡាវត្តបានចេញមកបាក់កក់កាយមុខមាត់ពិតរបស់អនុទីនឲ្យរាសៀមបានឃើញគាត់ថាអនុទីនកំពុងលេងល្បិចចាប់លុយធ្វើជាចំណាប់ខ្មាំងអនុទីនហ៊ាននិយាយថានឹងសងលុយ 2,400 បាតដែលជំពាក់រាជទោះតែរាជបោះឆ្នោតឲ្យគាត់ជាប់សិនលោកកាន់វីសួរចំថាបើជំពាក់មិនសងអីឡើយចាំបាច់ទាល់តែជាប់ឆ្នោតនេះមិនមែនជួយរាជទេនេះគឺជាការទិញសัญลักษณ์ឆ្នោតទាំងថ្ងៃចេះមិនត្រឹមតែរឿងលុយទេលោកកាន់វីបានប្រមានថាបើអនុទាននាំលោកស៊ីហស័កទីប្រឹក្សាអភិរក្សនិយមមកដឹកនាំការបរទេសទៀតសៀមនឹងក្លាយជាកូនជើងរបស់មហាអំណាចតាមរយៈគម្រោងជីរ៉ែឲ្យអាមេរិកពាក្យចុងក្រោយដែលគាត់ប្រមានគឺបើក្រុមនេះត្រឡប់មកវិញប្រទេសនឹងវិនាសហិនហោចជាមិនខានចំណែកឯប្រព័ន្ធដឹកនាំវិញគឺរលាយទាំងស្រុងលោកសាវែងប៊ុនមីលេខាធិការកចបសៀមបានចេញមកសារភាពទាំងអាម៉ាស់ថាច្បាប់បោះឆ្នោតសៀមកំពុងបង្កទុកដល់រាស្ត្រសៀមបរាជ័យគ្រប់ច្រកល្ហកបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះយើងឃើញច្បាស់ហើយថាញាក់ធ្វើបាបគេខ្លួនឯងនឹងវិនាសសៀមទម្លាក់គ្រាប់បែកលើយើងតែភ្លើងឆេះផ្ទះនិងវត្តរបស់ពួកគេសៀមចង់បំផ្លាញសេដ្ឋកិច្ចយើងនៅប៉ោយប៉ែតតែទីក្រុងសេដ្ឋកិច្ចរបស់គេកំពុងឆេះសៀមចង់បំបែកបំបាក់ខ្មែរតែអ្នកនយោបាយសៀមកំពុងហែកហួរគ្នានេះគឺជាបារមីដួងព្រលឹងបុព្វបុរសខ្មែរដែលតាមថែរក្សាកូនចៅសូមបងប្អូនកុំបាក់ទឹកចិត្តទូផ្ទះយើងខូចខាតខ្លះតែយើងមានកិត្តិយសនិងសច្ចធម៌សូមបន្តគាំទ្រវីរៈកងទ័ពយើងនៅជួរមុខពួកគាត់កំពុងតស៊ូយ៉ាងស្វិតស្វាញនៅតាមមាន់ធំនិងបន្ទាយមានជ័យកម្ពុជាឈ្នះសត្រូវឈ្លានពានត្រូវតែរលាយសូមអរគុណបងប្អូនដែលបានតាមដានការផ្សាយនេះសូមជួយ share វីដេអូនេះឲ្យពិភពលោកបានឃើញពីអ ுக ្រិតកម្មរបស់សៀមនិងកម្ពុជាដែលពួកគេទទួលបានខ្ញុំ